ព្រះអង្គសូមអរព្រគុណទ្រង់យ៉ាងខ្លាំងនៅក្នុងពេលព្រឹកនេះដែលយើងនឹងស្ដាប់ព្រះបន្ទូលព្រះអង្គសូមឲ្យយើងខ្ញុំបានស្ដាប់ទាំងយកទុកដាក់ហើយសូមព្រះវិញ្ញាណបានជួយយើងខ្ញុំឲ្យយើងខ្ញុំបានយល់គ្រប់ទាំងសេចក្តីពិតហើយព្រះអង្គបំភ្លឺយើងខ្ញុំហើយក៏សូមជួយយើងខ្ញុំឲ្យយើងខ្ញុំមានជំនឿដែលយើងខ្ញុំអាចនឹងជឿហើយអនុវត្តតាមគ្រប់ទាំងព្រះបន្ទូលព្រះអង្គផងដែរសូមអរព្រគុណទ្រង់នៅក្នុងព្រឹកនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនបាទអរគុណច្រើនអញ្ចឹងនៅក្នុងបទគម្ពីរដែលយើងឃើញក្នុងជំពូក5នេះគឺជាបណ្ដាំអាចនិយាយបានថាបណ្ដាំចុងក្រោយដែលសាវកពេត្រុសបានទៅសេទៅកាន់បងប្អូនអ្នកជឿហើយមិនមែនជាអ្នកជឿធម្មតាទេគឺជាអ្នកជឿដែលកំពុងតែរងទុក្ខលំបាកនឹងការបៀតបៀនណានៅក្នុងបរិបទគម្ពីរពេត្រុសគឺលោកពេត្រុសសរសេរសបុតទៅលើកទឹកចិត្តដល់អ្នកដែលកំពុងតែរងការបៀតបៀននៅគ្រប់ទីកន្លែងនៅក្នុងសកលលោកចឹងបងប្អូនចាំបាននៅក្នុងជំពូក2ពេលយើងស្ដាប់ជាមួយគ្នានៅកែបក៏បានលើកឡើងលោកគ្រូស៊ីម៉ូនមកក៏ធ្លាប់បានលើកឡើងប្រាប់ថាយើងគឺជារាជដែលព្រះបានជ្រើសរើសពេលនោះគឺសាវកពេត្រុសរំលឹកដល់គ្រប់គ្នាថាទោះបីនៅកន្លែងណាក៏ដោយក្នុងស្ថានភាពបែបណាក៏ដោយឲ្យចាំថាយើងជារាជដែលព្រះជ្រើសរើសជាប្រជាជនដែលវិសុទ្ធហើយព្រះអង្គបានត្រាស់ហៅចេញពីទីងងឹតមកកាន់ពន្លឺដូច្នេះសូមកុំឲ្យយើងរស់នៅបាក់ទឹកចិត្តអស់សង្ឃឹមឬក៏ឲ្យយើងភ័យខ្លាចជាមួយនឹងស្ថានភាពដែលកំពុងតែពិបាកនៅក្នុងសកលលោកនេះសពថ្ងៃទោះបីរងទុក្ខប៉ុណ្ណាក៏ដោយនេះគឺជាសារនៅក្នុងបទគម្ពីរពេត្រុសដូច្នេះនៅក្នុងពេលនេះតែយើងឃើញថាតើយើងធ្វើម៉េចដែលយើងអាចរស់នៅឲ្យបានត្រឹមត្រូវគប់ហាតីព្រះនៅក្នុងខណៈក្នុងពេលវេលាដែលយើងកំពុងតែរងចាំព្រះយេស៊ូវយាងមកជាលើកទី2ពីព្រោះនៅក្នុងបទគម្ពីរខ10បានប្រាប់ថាពេលព្រះអង្គយាងមកព្រះអង្គនឹងស្ដារអ្វីៗឡើងទាំងអស់ដែលយើងអានមុននេះបន្តិចអញ្ចឹងតែយើងកំពុងរងចាំព្រះអង្គនេះតែយើងធ្វើម៉េចបងប្អូននៅពីទូចឬក៏បងប្អូនធ្លាប់ផ្ដាំកូនចៅពេលយើងអត់នៅផ្ទះយើងផ្ដាំថាឲ្យធ្វើនេះធ្វើនោះឬក៏កុំឲ្យធ្វើនេះកុំឲ្យធ្វើនោះយើងបានផ្ដាំអញ្ចឹងហើយយើងទៅផ្សារទៅមកផ្លែត្រឡប់មកវិញបាទជួនកាលត្រឡប់មកវិញទៅក៏សប្បាយចិត្តឃើញកូនចៅធ្វើតាមបង្គាប់ដែលយើងបានប្រាប់ហើយយើងមានមោទនភាពហ្នឹងកូនឯងវាចេះស្ដាប់ដែរតើក៏ប៉ុន្តែពេលខ្លះអត់ចឹងទេទៅផ្សារមកសបកធំត្រឡប់មកដល់តែវិញញ៉ៃឲ្យមួម៉ៅបដ ாய் ណាឲ្យឃើញកូនចៅអត់ធ្វើតាមអ្វីដែលយើងប្រាប់ចឹងឥឡូវនេះយើងកំពុងរងចាំព្រះអង្គដែលទ្រង់នឹងយាងមកតើយើងត្រូវធ្វើអីខ្លះដើម្បីឲ្យយើងអាចរស់នៅគប់ហាតីព្រះអង្គនៅលើផែនដីដែលកំពុងរងចាំទ្រង់ហើយរួមទាំងទុកលំបាកដែលនៅព័ទ្ធជុំវិញយើងរួមទាំងពិភពលោកដែលកំពុងតែចំអកហើយនឹងវឹកវរតែម្ដងបាទអត់មានអ្នកណាកំណត់ត្រូវខុសទេឥឡូវអញ្ចឹងវាចាប់ផ្ដើមញ៉ៃអញ្ចឹងតើយើងត្រូវរស់នៅដូចម្ដេចបទគម្ពីរនៅក្នុងពេលព្រឹកនេះនឹងប្រាប់យើងអំពីចំណុចធំ3យ៉ាងដែលយើងនឹងរៀនជាមួយគ្នាស្ដាប់ជាមួយគ្នានៅព្រឹកនេះហើយខ្ញុំឲ្យចំណងជើងអត្ថបទអธิบายនៅព្រឹកនេះថាយើងគ្រប់គ្នាមានទំនួលខុសត្រូវល្អចំពោះព្រះអង្គយើងគ្រប់គ្នាគឺត្រូវតែមានទំនួលខុសត្រូវល្អចំពោះព្រះអង្គអត់មានអ្នកណាគេអត់មានទេមែនទេបងប្អូនចាំបានកន្លងមកយើងមានកលៈទេសៈលំបាកប៉ុន្តែសូមឲ្យរស់នៅដោយក្តីសង្ឃឹមនេះជារឿងសំខាន់ដូច្នេះចំណុចទី1ជាអីគឺយើងទាំងអស់គ្នារៀនរស់នៅថែរក្សាគ្នាទៅវិញទៅមកពិសេសគឺអ្នកដែលជាអ្នកចាស់ទុំថែរក្សាអ្នកដែលនៅខ្សោយជានៅក្នុងពីខ1ដល់ខ4គឺលោកពេត្រុសបានលើកឡើងថាចំពោះព្រឹទ្ធាចារ្យដែលនៅក្នុងចំណោមបងប្អូនក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដែរអញ្ចឹងលោកពេត្រុសបានរាប់ខ្លួនឯងជាអ្នកចាស់ទុំដែរខាងឯជំនឿដើម្បីសារភ្ជាប់ជាមួយនឹងបងប្អូនផ្សេងទៀតដែលមានជំនឿហើយចាស់ទុំដែរណាហើយមានជំនឿចាស់ទុំដែរនៅចាស់ទុំនៅត្រង់នេះគឺសំដៅទៅលើវ័យចាស់បាទវ័យចាស់មិនសំដៅទៅលើងារនៅក្នុងក្រុមជំនុំទេពីព្រោះងារនៅក្នុងក្រុមជំនុំតាមនិកាយខ្លះគេហៅថាក្រុមចាស់ទុំបាទប៉ុន្តែខាងនេះគឺសំដៅលើមនុស្សចាស់ហ្នឹងហើយមនុស្សចាស់ដែលមានជំនឿហើយយើងនឹងអានបន្ទាប់ពីខពេលនេះគឺក្មេងៗដែលមានជំនឿអញ្ចឹងគឺគាត់ផ្ដាំទាំងអស់គ្នាណាអញ្ចឹងមិនថាយើងនៅក្នុងវ័យណាទេក៏ប៉ុន្តែអ្នកដែលមានវ័យចាស់ជាងបន្តិចគឺបានផ្ដល់នៅកិច្ចការពិសេសមួយគឺត្រូវថែទាំគ្នាថែទាំអ្នកខ្សោយដោយស្មោះត្រង់យើងឃើញនៅក្នុងនេះ
មុនពេលដែលព្រះអង្គបានយាងទៅឋានសួគ៌ទ្រង់បាននិយាយជាមួយលោកពេត្រុសផ្ទាល់អត់មាននិយាយមួយនរណាទៀតទេមានសាវកនៅនឹងដែរតែលោកពេត្រុសផ្ទាល់តែម្ដងគឺទ្រង់បានផ្ដាំឲ្យលោកពេត្រុសថែរក្សាជាមរបស់ព្រះអង្គណាថែរក្សាជាមរបស់ព្រះអង្គអញ្ចឹងបានជាយើងឃើញនៅក្នុងខ1នេះបានប្រាប់ថាម៉េចបានប្រាប់ថាឲ្យចាស់ទុំទាំងអស់គ្នាដែលជាចាស់ព្រឹទ្ធាចារ្យនាំគ្នាធ្វើបន្ទាល់អំពីព្រះអង្គមិនមែនធ្វើបន្ទាល់អំពីសេរីល្អទេគឺធ្វើបន្ទាល់អំពីទុក្ខលំបាករបស់ព្រះគ្រីស្ទនេះធ្វើបន្ទាល់អំពីរឿងដែលព្រះអង្គទទួលទុក្ខលំបាកហើយនឹងបន្ទាល់ដែលយើងទទួលបានការអត់ទោសពីព្រោះពាក្យថាសេរីល្អនៅខ1បានន័យថាដែលយើងអត់មានបាបគឺបរិសុទ្ធដែលយើងទទួលបានជីវិតបរិសុទ្ធតាមរយៈជីវិតដែលព្រះយេស៊ូវរងទុក្ខលំបាកហើយគ្រប់គ្នាត្រូវធ្វើបន្ទាល់អំពីព្រះអង្គក៏បានចាប់ផ្ដើមលើសពីកិច្ចការនេះគឺបន្ថែមឲ្យមានការដែលទាំងអស់គ្នាត្រូវតែជួយគ្នាទៅវិញទៅមកអញ្ចឹងយើងមើលនៅក្នុងគាត់ឲ្យរបៀប3យ៉ាងធំណាគាត់ប្រើពាក្យថាមិនមែនឲ្យយើងធ្វើដោយគេដោយទើសទាល់សូមបងប្អូនមើលនៅក្នុងខ2ណាមិនមែនឲ្យមើលថែវងជាមមិនមែនដោយទើសទាល់ទេគឺដោយអីគេស្ម័គ្រពីចិត្តណាមិនមែនដោយទើសទាល់ទេប៉ុន្តែដោយស្ម័គ្រចិត្តនេះជារឿងសំខាន់នៅខ2ដដែលtrongខ2ទៅសេថាមិនមែនដោយយើងមានចិត្តចង់បានកម្រៃទេប៉ុន្តែដោយស្អីគេដោយចិត្តបរិសុទ្ធដោយចិត្តបរិសុទ្ធមានន័យថាការដែលធ្វើឲ្យបំរើថែទាំបងប្អូនដែលខ្សោយជំនឿឬក៏កូនជាមរបស់ព្រះអង្គក្នុងនាមយើងជាអ្នកដែលមានជំនឿចាស់ទុំមិនមែនធ្វើដោយទោះតែមានកម្រៃមិនយើងធ្វើទេគឺធ្វើដោយចិត្តបរិសុទ្ធបាទហើយសពថ្ងៃនេះគឺមានបញ្ហាអស់ហ្នឹងបញ្ហាច្រើនពេលដែលយើងទាំងអស់គ្នារស់នៅលើផែនដីព្រះអង្គអនុញ្ញាតឲ្យយើងប្រកបរបរសពបែបយ៉ាងដូច្នេះយើងប្រកបរបររបស់យើងដើម្បីឲ្យយើងមានជីវិតហើយបម្រើព្រះអង្គក៏ប៉ុន្តែពេលខ្លះទៀតមនុស្សយល់ច្រឡំមនុស្សក៏ទៅបម្រើព្រះអង្គរាប់ជារបរដើម្បីនឹងទទួលកម្រៃចិញ្ចឹមជីវិតចឹងមានពាក្យមួយម៉ាត់គេថាយើងទាំងអស់គ្នារស់នៅដើម្បីបម្រើព្រះគេប្រើពាក្យហ្នឹងណាមិនមែនបម្រើព្រះដើម្បីរស់ហើយខ្ញុំស្ដាប់ប្រផ្លែតចង់ច្រឡំបាទមានអ្នកខ្លះគាត់យកការបម្រើមកធ្វើជារបររកស៊ីតែម្ដងបើសិនជាឲ្យខ្ញុំប៉ុណ្ណេះខ្ញុំទៅធ្វើឲ្យខ្ញុំថែមប៉ុណ្នេះមកខ្ញុំទៅធ្វើហើយនេះជារឿងជាក់ស្ដែងសូម្បីតែថ្ងៃមួយយើងមានប្រជុំក្រុមអ្នកដឹកនាំមេត្រីភាពនៅកាចេះនៅថ្មីហ្នឹងចុងខែយើងហ្នឹងកន្លងមកបងប្អូនដឹងហើយចុងខែមុនណាហើយយើងបាននិយាយថាបងប្អូនមានសំណុំពើអីខ្លះហើយយើងជជែកគ្នាថាតើយើងអាចធ្វើការយ៉ាងម៉េចបានជាមួយនឹងមេត្រីភាពកម្ពុជាហើយនឹងក្រុមជំនុំនៅតាមតំបន់ក៏មានបងប្អូនយើងខ្លះគាត់មិនដឹងគាត់ថាទេមេត្រីភាពគេឲ្យប្រាក់ខែគ្រូពង្រៀលអស់គេសួរអញ្ចឹងតាបាទតែខ្ញុំជាគណៈកម្មការមេត្រីភាព10ឆ្នាំជាងហើយមិនទាន់បានឃើញមានអីផងតែពេលឲ្យគ្រូរត់គាត់និយាយថាបើបងប្អូនសុំបានដាក់ឈ្មោះខ្ញុំផងពេលខ្លះយើងយល់ច្រឡំពីរឿងអស់ហ្នឹងយើងយល់ច្រឡំគឺព្រះអង្គចង់បានអ្នកដែលមានចិត្តបរិសុទ្ធបើសិនជាទាស់តែមានកម្រៃឲ្យបានយើងធ្វើអានេះគឺអត់មានជាការថែទាំដោយស្ម័គ្រចិត្តទេហើយក៏មិនមែនជាទឹកចិត្តអ្នកមានជំនឿចាស់ទុំដែលលោកសាវកពេត្រុសបានផ្ដែផ្ដាំនេះដែរពីព្រោះយើងរស់នៅក្នុងជីវិតដែលកំពុងតែរងទុក្ខវេទនាហើយបើមិនថែទាំគ្នាដោយចិត្តបរិសុទ្ធទៀតគឺមានបញ្ហាហើយអ្នកដែលចាស់ទុំនោះគឺជាទូទៅមានអំណាចមែនទេបងប្អូនតាមវប្បធម៌របស់យើងវប្បធម៌ជនជាតិខ្មែរយើងវប្បធម៌អាស៊ីយើងមនុស្សចាស់ជាទូទៅគឺហាក់ដូចជាមានអត្តពលជាងក្មេងៗណាមានការសម្រេចចិត្តជាងមានអំណាចជាងនិយាយទៅអាចសម្លុតបានព្រោះយើងចាស់មិនមកក្មេងវាឲ្យញើតតិចដែរលើកលែងតែក្មេងពេលណាបាទក្មេងពេលអត់ឲ្យញើតទេអានឹងដាក់បែកបាក់ក្មេងលើបើជាទូទៅគឺអញ្ចឹងដល់អញ្ចឹងក៏ប្រើអំណាចដើម្បីនឹងគៀបសង្កត់ដល់ក្មេងៗដល់អ្នកដែលគាត់អត់ទាន់បានស្គាល់ព្រះអង្គឬអ្នកដែលមានជំនឿខ្សោយនៅក្នុងក្រុមជំនុំនៅក្នុងសហគមន៍ហើយយើងភ្លេចព្រះអង្គបានឲ្យយើងនៅខ3មិនមែនដោយប្រើអំណាចជិះជាន់ដល់អ្នកដែលព្រះអង្គម្ចាស់បានប្រទានមកយើងទេប៉ុន្តែឲ្យធ្វើអីចុងខ3
ឲ្យធ្វើជាគំរូទៅដល់វងជាវិញហើយនេះបងប្អូនយើងទៅណាក៏ដោយពេលដែលយើងទៅដល់កន្លែងណាថ្មីយើងត្រូវមើលគេថាតើអ្នកចាស់គេធ្វើយ៉ាងម៉េចមែនទេយើងទៅដល់ផ្ទះគេយើងមើលម្ចាស់ផ្ទះគេធ្វើម៉េចយើងទៅដល់ស្រុកភូមិគេយើងមើលស្រុកភូមិគេធ្វើម៉េចហើយយើងរស់នៅឲ្យស្តៀងគេឲ្យតាមគេដើម្បីឲ្យខ្លួនយើងនេះបានសុខសាន្តអានេះគឺជារឿងពិតគឺជាធម្មជាតិរបស់មនុស្សដែលដាក់មកអញ្ចឹងរឿងហ្នឹងក៏ដូចគ្នានៅពេលដែលទៅដល់ក្រុមជំនុំបងប្អូនដែលទៅនឹងមកដល់ក្រុមជំនុំដំបងគាត់មើលថាតើបងប្អូនដែលនៅដល់ក្រុមជំនុំពីមុនគេធ្វើអីពេលគេថ្វាយបង្គំព្រះអង្គសូម្បីតែខ្ញុំពេលដែលខ្ញុំមកក្រុមជំនុំដំបងជាង20ឆ្នាំមុនមកដល់ខ្ញុំចាប់ដើមស្រឡឹងមើលលោកគ្រូហាក់ខិនស្រឡឹងមើលតែគ្រូសង្វនសម័យហ្នឹងមានម៉ារីអនទៀតបាទមើលទៅគាត់ធ្វើអីគេយេស៊ូគេថ្វាយបង្គំមិនខ្ញុំមិនត្រៀមតែលិតជង្គង់សាពះថាអញគេអង្គុយកៅអីគេអង្គុយកៅអីគេពាត់ជុំវិញហ្នឹងទៅពេលយើងសូត្រធម៌អានដូចសូត្រធម៌មិនអញ្ចឹងគេហ្គីតាមកលេងរ៉ាបដ ாய் ជុំពួកនេះសូត្រធម៌មានហ្គីតាវិញយើងចាប់ផ្ដើមមើលយើងអត់ដឹងថាជាអីទេយើងមើលគំរូអ្នកដែលរស់នៅពីមុនដើម្បីយើងអាចដឹងថាគោះរស់នៅដូចម្ដេចនេះគំរូនេះសំខាន់ណាស់ហើយពេលខ្លះយើងភ្លេចអំពីរឿងគំរូនេះបងប្អូនយើងដែលបងប្អូនដែលមានជំនឿចាស់ទុំហើយលោកចេះតែបង្រៀនចេះតែនិយាយចេះតែថាប៉ុន្តែអត់បានបង្ហាញដល់តែអញ្ចឹងអត់ដឹងថាធ្វើម៉េចបាទពេលដែលនិយាយថាហ្នឹងយើងលឺត្រឹមតែជាទេប៉ុន្តែពិបាកចូលដល់ខួរក្បាលហ่ะក៏ប៉ុន្តែដល់ពេលយើងបានឃើញទៀតភ្នែកយើងវាដុតជាប់រូបភាពអញ្ចឹងវាអាចចូលដល់ខួរក្បាលហើយដួងចិត្តបានលឿននេះជារឿងសំខាន់ណាស់ដែលយើងថែទាំជាមួយនឹងអ្នកថ្មីនេះហើយដែលព្រះអង្គម្ចាស់បានរៀបចំទុកដាក់សម្រាប់យើងដែលជាអ្នកចាស់ទុំឲ្យរស់នៅឲ្យបានត្រឹមត្រូវតាមរបៀបដែលព្រះអង្គបានរៀបចំទុកដាក់ឲ្យណាកិច្ចការនេះមិនស្រួលទេក្នុងនាមយើងជាអ្នកចាស់ទុំនេះគឺគេចាំតែមើលយើងទេបាទគេចាំតែមើលធ្វើល្អហោហែកន្លងមកអត់អីស្រាប់តែពេលចន្លោះមួយអីបាទរឿងនោះសំខាន់ណាស់បងប្អូនដែលមានកូនចៅបងប្អូនដឹងហើយបាទយើងពីទូចក្រូចឆ្មាមកយើងថែទាំយើងស្រឡាញ់ថែទាំយើងលះបង់យ៉ាងម៉េចកូនចៅមើលនេះមិនឃើញគាត់ឯងវាយវាមកពាត់ពីពាត់វាចាំមកជីវិតហីពីព្រោះនៅពេលដែលយើងធ្វើខុសហ្នឹងគឺវាចាំណាហើយនេះហើយគឺជាទុកលំបាករបស់អ្នកដឹកនាំទុកលំបាករបស់បងប្អូនដែលជាចាស់ទុំខាងជំនឿយើងព្យាយាមធ្វើប៉ុន្តែមិនមែនជាការងារស្រួលទេដូច្នេះហើយបានជាព្រះអង្គឲ្យការងារនេះមកយើងទាំងអស់គ្នាបើស្រួលមិនមែនធ្លាក់ដល់ដៃយើងទេណាដូច្នេះព្រះអង្គឲ្យការងារមកយើងគ្រប់គ្នាក៏ប៉ុន្តែយ៉ាងណាក៏ដោយបងប្អូននៅក្នុងខ4បានលើកទឹកចិត្តយើងយ៉ាងច្បាស់ហើយខ្ញុំអានទៅនេះធ្វើឲ្យខ្ញុំមានសង្ឃឹមខ4ប្រថាពេលដែលគង្វាដល់ឧត្តមយាងមកបងប្អូននឹងទទួលមរតកដ៏រុងរឿងដែលមិនចេះស្រអាប់នេះជាអ្វីដែលជាកម្លាំងចិត្តទោះបីយ៉ាងណាក៏ដោយពិបាកយ៉ាងណាក៏ដោយរាល់ថ្ងៃនេះយើងហាក់ដូចជាខ្វៀលអ្នកថ្មីខ្វៀលបងប្អូនដែលទើបនឹងស្គាល់ព្រះអង្គខ្វៀលកូនចៅយើងក៏ដោយរងទុក្ខលំបាកប៉ុណ្ណាក៏ដោយតែខ4ប្រាប់ថាពេលដែលអ្នកគង្វាលធំណាមេលើអ្នកគង្វាលដែលជាព្រះយេស៊ូវយើងមកដល់យើងនឹងទទួលសេរីល្អដូច្នេះទុក្ខលំបាកបន្តិចបន្តួចมันអាចប្រៀបធៀបនឹងសេរីល្អដែលទ្រង់បានរៀបចំសម្រាប់យើងនេះជារឿងសំខាន់មែនទែនខ្ញុំចង់បងប្អូនពិចារណាតែយើងកំពុងតែមើលថែបងប្អូនដែលជាអ្នកជឿដូចគ្នាឬអ្នកដែលជឿជំនឿខ្សោយជាងយើងឬអ្នកដែលទៅនឹងស្គាល់ព្រះអង្គដោយស្ម័គ្រចិត្តឬដោយចិត្តបរិសុទ្ធឬដោយធ្វើជាគំរូសម្រាប់ជីវិតគេដែរឬទេនេះសំខាន់ពេលខ្លះយើងភ្លេចបងប្អូនខ្លះយើងភ្លេចសំបីតែយើងច្រឡំថាយើងធ្វើជាគំរូនេះយើងធ្វើតែនៅវិហារទេបាទចេញពីវិហារទៅដល់ផ្ទះរឿងនៅផ្ទះបើនៅវិហារគឺយើងមើលទៅគេហៅគេដូចសពុតក្នុងភ្នត់ចឹងបាទយើងភ្លេចប៉ុន្តែភ្លេចថាកូនយើងក៏ត្រូវការរៀនពីជំនឿដែរហើយភ្លេចគិតបង្ហាញអំពីជំនឿនៅក្នុងផ្ទះរបស់យើងដល់តែមែនតែនកូនមិនទាន់ចេះគិតទេណាចេះតែកូនចេះគិតកូនហ្នឹងខ្ញុំស្រឡាញ់ម៉ែឪខ្ញុំតែនៅវិហារទេពួកវាឃើញមានតែពេលហ្នឹងដែលយើងរស់នៅធ្វើជាម៉ែឪសាក់សពនៅព្រះបន្ទូលព្រះអង្គដល់ពេលទៅដល់ផ្ទះចឹងបាទដល់ផ្ទះបែកភ្លើងនេះបាត់អស់លីងមកវាអត់ចង់បដ ாய் ហេតុអីពីព្រោះគាត់មានអារម្មណ៍ថាអត់បានឃើញគំរូល្អ
នេះកន្លែងនេះគឺសំខាន់ណាស់ដូច្នេះហើយពេលដែលយើងរស់នៅជាគំរូនេះគឺសំខាន់យើងមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកូនចៅយើងក៏ប៉ុន្តែព្រះអង្គចង់ឲ្យយើងរស់នៅជាគំរូនេះគឺសំខាន់ណាមិនមែនដោយប្រើអំណាចបាទមិនមែនគំរាមប៉ុន្តែដូចជាមកជាគំរូនេះគឺរឿងសំខាន់ទី2ព្រះអង្គចង់ឲ្យយើងរស់នៅបន្ទាបខ្លួនក៏ប៉ុន្តែពាក្យបន្ទាបខ្លួននៅក្នុងពីខ5មកដល់ខ7នេះបន្ទាបខ្លួនទៅនេះគឺខុសគ្នាបន្តិចគឺមិនមែនសំដៅទៅលើតាមពិតគឺមនុស្សគ្រប់គ្នាហើយក៏ប៉ុន្តែនៅក្នុងខ5ប្រើពាក្យចំក្រុមមនុស្សអញ្ចឹងមិញពីខ1ដល់ខ4គឺក្រុមពួកព្រឹទ្ធាចារក្រុមមនុស្សចាស់បាទអញ្ចឹងបងប្អូនយើងណាខ្លះតែចាស់យើងដឹងហើយបាទឥឡូវបើថាមិនចាស់ទេកុំថាខ្លួនឯងរួចខ្លួននេះនៅក្នុងខ5បានប្រាប់យើងរីឯពួកយុវជនវិញប្រហែលអ្នកយុវជនមើលលើកដៃមើលនៅក្រោយនៅយុវជនហ្នឹងឥឡូវអ្នកដែលយុវជនរាប់ចេះហ្មងអ្នកនៅលាវមិនទាន់ការបាទមិនទាន់រៀបការបាទរៀបការម្ដងហើយឡើងយុវជនហើយបាទមិនទាន់រៀបការអញ្ចឹងមានប្រហែលអ្នកនៅខាងក្រោយដែរនេះយុវជនដែរបាទនេះយុវជនខាងមុខនេះមួយទៀតយុវចាស់ហើយបាទឥឡូវយើងមើលនៅក្នុងខ5រីឯពួកយុវជនវិញក៏ដូច្នោះដែរត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យឃើញទេនឹងព្រឹទ្ធាចារ្យចូលតាក់ទងគ្នាទៅវិញទៅមកដោយសភាពរៀបសារដូច្នេះគឺបានឲ្យចុះចូលគ្នាហើយរឿងក្មេងវាចុះចូលជាមួយព្រឹទ្ធាចារ្យឬអត់គឺអាស្រ័យលើតើព្រឹទ្ធាចារ្យធ្វើខ្លួនឲ្យក្មេងនេះមកចុះចូលឬអត់តែតែហ្នឹងដែរណាมันអាចបន្ទោសក្មេងទេតែឯងក្នុងគម្ពីរឲ្យចុះចូលទេប៉ុន្តែបើយើងធ្វើបានពីខ1មកដល់ខ4ដែលព្រះអង្គបានបង្គាប់ថាឲ្យយើងថែទាំដោយស្ម័គ្រចិត្តដោយចិត្តបរិសុទ្ធដោយគំរូនោះហើយគឺជាអ្នកដែលគួរឲ្យចុះចូលណាស់គួរឲ្យលើកដំកើងគួរឲ្យកិត្តិយសណាស់អញ្ចឹងមនុស្សបែបនោះហើយគឺគួរតែចុះចូលដែលយុវជនទាំងអស់ត្រូវតែចុះចូលហើយជាបង្គាប់ណាព្រះអង្គឲ្យជាបង្គាប់មិនមែនគាត់ថាសុំឲ្យយើងគិតឡើងវិញទេអត់ទេណាប្រើពាក្យថាចូលចុះចូលឬត្រូវចុះចូលអានេះគឺជាពាក្យបង្គាប់ព្រះអង្គបង្គាប់អញ្ចឹងក្មេងៗដែលមិនចុះចូលនៅឪពុកម្ដាយគឺស្មើនឹងបាបហើយព្រោះយើងប្រឆាំងប្រហារទេព្រះអង្គចង់ឲ្យយើងចុះចូលនេះរឿងសំខាន់ណាស់ហើយខ្មែរយើងច្រើនតែជេរនៅណាគេដែលល្មើសប្រហើនដាក់ម៉ែឪបងប្អូនដឹងខ្មែរយើងជេរថាម៉េចដែរអន្តរុអាយុខ្លីប៉ុន្តែចាស់ក៏មិនថាអាយុទេអាយុខ្លីក៏បើពាក្យអាយុទៀតណាស្អីគេអាយុហ្នឹងនៅស្រុកខ្លះអាយុបាទគាត់ជេរអញ្ចឹងព្រោះអ្នកដែលប្រហើនដាក់ម៉ែឪចាស់ទុំគឺគេជេរអញ្ចឹងបណ្ដោយហើយក្នុងវត្តគម្ពីរមានតាអ្នកណាគេដែលគោរពចុះចូលឪពុកម្ដាយនឹងមានអីគេអាយុយឺនយូរបាទដល់ពេលផ្ទុយពីហ្នឹងអាយុខ្លីបណ្ដោយដូច្នេះយើងឃើញវត្តគម្ពីរបានឲ្យយើងចុះចូលពួកយុវជនទាំងឡាយឲ្យចុះចូលអញ្ចឹងនៅកន្លែងនេះលោកពេត្រុសផ្ដោតទៅលើយុវជនគឺវ័យក្មេងៗមិនមែនអ្នកជឿថ្មីទេព្រោះខ្ញុំទៅស្រាវជ្រាវថាតើពាក្យយុវជនឬក៏វ័យក្មេងទៅនេះសំដៅទៅលើក្មេងខាងជំនឿឬក៏ក្មេងអីមិនមែនក្មេងខាងជំនឿគឺអាយុក្មេងហ្នឹងឯងព្រោះសំដៅលើក្រុមមនុស្សចាស់ក្រុមមនុស្សក្មេងៗបាទអញ្ចឹងគឺសំដៅលើក្មេងៗដែលចុះចូលហើយបងប្អូននៅក្នុងពិភពលោកយើងគ្មានអីដែលពិបាកជាងសម្រាប់ក្មេងៗឲ្យចុះចូលនឹងចាស់បងប្អូនដែលមានកូនតូចបងប្អូនដឹងហើយពិបាកមែនតើពិបាកជាងគេគឺឲ្យកូនចៅនឹងចុះចូលជាមួយម៉ែឪឲ្យក្មេងៗចុះចូលជាមួយចាស់ទុំអានេះគឺជាធម្មជាតិបាបរបស់មនុស្សនិស្ស័យបាបរបស់មនុស្សដែលក្មេងៗពិបាកនៅក្នុងការចុះចូលពីព្រោះអីគេគិតថាការចុះចូលគឺវាអន់មែនទេវាអន់សម្រាប់ខ្លួនឯងក៏ប៉ុន្តែការចុះចូលមិនមែនជារឿងអន់ទេនៅក្នុងព្រះគម្ពីរបានប្រាប់យើងច្បាស់ការចុះចូលគឺជាជំរើសយ៉ាងម៉េចយើងមានសិទ្ធិនៅក្នុងការជ្រើសរើសថាខ្ញុំចុះចូលឬមិនចុះចូលនេះគឺជាជំរើសកាលណាយើងជ្រើសរើសថាចុះចូលយើងកំពុងឈរនៅក្នុងទីបន្ទាបខ្លួនដែលបទគម្ពីរប្រាប់ថាបន្ទាបខ្លួនយើងសម្រេចចិត្តថាចុះចូលគឺស្មើនឹងអរិយាបថនៃការបន្ទាបខ្លួនចុះចូលក៏ប៉ុន្តែបន្ទាបខ្លួននេះមិនមែនបន្ទាបខ្លួនចំពោះមនុស្សទេគឺបន្ទាបខ្លួនចំពោះព្រះពីព្រោះព្រះប្រាប់យើងឲ្យបន្ទាបខ្លួនចំពោះចាស់ព្រឹទ្ធាចារ្យ
Chắc nó bây giờ dương thưa tám cứ dương cái bông tại thưa tám bia hay dương cái bông tại bằng tiếp luôn cho bùa bia bằng tiếp luôn ấy cứ chuyện đầm na ca mùi nè đầm na ca mùi nè bị trăng sai nhưng bị trăng lươn về chẳng đầm na ca chẳng mệt muốn nó bốn cứ ao cho mùi nắng bụi chặt tủm bông ôn mưa nó kho pram mày nè ao cho nó bụi chặt tủm hay nó không kho pram đôi kia bộ tôi bên nắng ao ai kì ao từ tua kia đời ấy đời riệp xả tiệ tơn kia từ vinh từ mực đòi sự hiệp riệp xá từ bật vào mà chát trúng bị chăng đằng bộ này đã uột luôn kho pram pra tập ông bị chăng bộ này đã uột luôn nên là đã uột luôn và ông tốt là năng được mong mà na cái trong càng một prét đại là năng mong bởi vì khai ở biên mà bà hơn bà này bà chứng và ông năng cạch bộ này đã uột luôn bàn tha và ông năng bằng bạc kì này đã uột luôn bên cạch nắng bên cạch và ông trâu lên nè của mọi cạch mọi trâu bây giờ bạn prét trâu là nó bạn thay dương bạn từ prét vì nhiên nó lên tayจะcạch vậy nhá và ông năng cạch bằng bạc bộ này đã uột luôn chứng này chỉ đưa sầm khăn đầm ná cá cứ tầm bông hót cho mùi nắng chả tóm cái mà tiết không bắt công ty đã ao cho mùi nia từ bên tầm mờ hay là không kho vào mùi bàn bạc dương tầm mình ao cho mùi nắng phải choอย่างmày cứ cho đòi tê tục lùm bạc đã bỏ dương từng ó để cản rõ dương mình vơi chỉ nét đại cục cơn lừa đây này than là phép chịu vật dương thì cứ bà ông mà cha trung chỉ nét đạiตัวเขาตรึเลยชีวิตរបស់យើងមិនមែនយើងទៀតទេនេះហើយគឺបានថាការដែលចោះចូលជាមួយនឹងព្រះអង្គនៅពេលដែលយើងចោះចូលជាមួយព្រះអង្គគឺជាដំណើរការបែបនេះដូច្នេះតើធ្វើម៉េចអាចពិនិត្យពិច័យដឹងថាខ្ញុំនេះកំពុងតែបន្ទាបខ្លួនចំពោះព្រះឬអត់ខ្ញុំឲ្យបងប្អូនគិតអំពី4ចំណុចណាគិតថានៅពេលដែលយើងជួបស្ថានភាពបែបនេះយេស៊ូវខ្លួនឯងទី1គឺខ្ញុំមានគេមកកែតម្រូវកំហុសរបស់ខ្ញុំណាស្ដាប់ណាអញ្ចឹងយើងកំពុងតែជួបប្រតិកាឡាជជែកគ្នាមានគេមកប្រាប់ថាយើងខុសហើយមានគេផ្ដល់យោបល់ឲ្យយើងផ្លាស់ប្ដូរទី2ពេលខ្លះមានគេឲ្យយើងចាំរៀងយូរតិចបាទធ្លាប់ចាំគេដែរធ្លាប់បាទបើខ្ញុំចាំរាល់ថ្ងៃបាទអញ្ចឹងខ្ញុំទៀបខ្លួនរាល់ថ្ងៃអញ្ចឹងយើងធ្លាប់ចាំគេបាទចាំគេបងប្អូនគ្មានអីមួម៉ៅជាងចាំគេទេបងប្អូនប្រហែលអ្នកធ្លាប់ចាំគេយល់អារម្មណ៍ហ្នឹងណាបាទគ្មានអីដែលមួម៉ៅជាងចាំគេទេទី3នៅពេលដែលយើងខកចិត្តនៅពេលដែលគេធ្វើឲ្យយើងខកចិត្តនៅពេលដែលគេធ្វើយើងទាស់ចិត្តនៅគេធ្វើឲ្យយើងមួម៉ៅនេះគឺកលៈទេសៈទី3ទី1គឺនៅពេលដែលមានគេមកថាយើងខុសនិយាយខ្លីទី2គេទុកឲ្យយើងចាំបានអត់ឲ្យតម្លៃយើងហ្នឹងអាហ្នឹងបាទអត់គោរពយើងហើយទី3គឺគេឲ្យយើងខកចិត្តបាទគេអត់ខ្វាយខ្វល់ពីអារម្មណ៍យើងទេគេធ្វើឲ្យយើងខកចិត្តទី4គឺនៅពេលដែលយើងមានអារម្មណ៍ថាខ្ញុំអត់ដឹងត្រូវធ្វើអីទេជួបស្ថានភាពមួយដែលវាអស់យោបល់ខ្មែរហៅក្តៀនគំនិតវាក្តៀនដែរគំនិតយើងណាវាមិនមែនចេះតែចេញមករហូតទេណាបាទគំនិតវាចេះក្តៀនដែរវាក្តៀនគំនិតជាប់នៅហ្នឹងគិតអត់ចេញបើសិនជាយើងឆ្លើយតបដោយថ្វាយស្ថានភាពទាំងនោះទៅព្រះអង្គបានថាយើងកំពុងបន្ទាបខ្លួនបើយើងជ្រើសរើសដោះស្រាយដោយខ្លួនឯងណាបើសិនជាគេកែខ្ញុំមិនទទួលបើគេឲ្យខ្ញុំចាំខ្ញុំមិនខ្ចីចាំថ្ងៃក្រោយខ្ញុំឲ្យចាំវិញឲ្យដឹងអារម្មណ៍គេចាំទី3គឺនៅពេលដែលគេធ្វើខ្ញុំខកចិត្តខ្ញុំធ្វើឲ្យគេខកចិត្តវិញទី4នៅពេលដែលខ្ញុំអត់ដឹងត្រូវធ្វើអីខ្ញុំចាប់ផ្ដើមទៅស្វែងរកគំនិតពីមនុស្សដោះស្រាយរកខ្លួនឯងអត់ទៅស្វែងរកព្រះអង្គអត់ថ្វាយការទាំងអស់ទៅព្រះយើងកំពុងតែមិនបន្ទាបខ្លួនប៉ុន្តែបើយើងថ្វាយការទាំងអស់ទៅព្រះគឺយើងកំពុងតែរស់នៅក្នុងសភាពបន្ទាបខ្លួនដូច្នេះនេះគឺអ្វីដែលអាចពិនិត្យខ្លួនឯងបានមិនមែនមនុស្សទាំងអស់គ្នាសិតតែស្ថិតនៅក្នុងស្ថានភាពទាំង4ហ្នឹងឯណាជួនកាលក្នុង4ហ្នឹងវាមាន1ជារបស់យើងជួនកាលមាន2ដែរហើយយើងពិនិត្យមើលខ្លួនយើងបាទខ្ញុំឃើញមនុស្សជាច្រើនគឺជួបស្ថានភាពទី1គឺប្រកែកញ៉ាងហ្មងឲ្យតែគេមកថាខ្លួនឯងខុសអត់ទទួលមកអញ្ចឹងយើងកំពុងតែពិចារណាខ្លួនឯងតែខ្ញុំជាមនុស្សបែបណាបើមនុស្សដែលមានភាពចាស់ទុំហើយទទួលបន្ទាបខ្លួនគេនឹងស្ដាប់នេះជារឿងសំខាន់ចំណុចទី3ចុងក្រោយពីខ8មកដល់ខ11នៅក្នុងស្ថានភាពបែបណាក៏ដោយឲ្យយើងទាំងអស់គ្នាបានឈរមាំ
ជាមួយនឹងព្រះអង្គរហូតទាស់តែទ្រង់ស្ដារអ្វីៗឡើងទាំងអស់ឡើងមកវិញអញ្ចឹងមិញយើងនិយាយពីទី1គឺព្រះអង្គបានប្រាប់ថាជាមួយមនុស្សប្រភេទណាមនុស្សបែបណាក្រុមមនុស្សចាស់ទី2ក្រុមមនុស្សក្មេងឥឡូវទី3គឺអត់មានក្រុមចាស់ក្រុមក្មេងគឺយើងទាំងអស់គ្នាបាទទាំងក្មេងទាំងចាស់បាទគឺត្រូវតែចូលទាំងអស់គ្នាតើបានប្រាប់យើងថាដូចម្ដេចឲ្យយើងឈរឲ្យមាំពីព្រោះអីនៅគ្រាចុងក្រោយបំផុតលោកពេត្រុសបានដឹងថាទុក្ខលំបាកនឹងមកដល់ហើយយើងទាំងអស់គ្នានឹងរស់នៅយ៉ាងលំបាកដូច្នេះបានជាសាវកសាវកពេត្រុសបានរំលឹកឲ្យយើងត្រូវរស់នៅប្រកាន់អេយ៉ាប័ត3ធំនេះនៅខាងក្នុងនេះមានសរសេរលើនេះឲ្យស្រេចណានៅខ8បានប្រាប់យើងថាឲ្យអីគេសូមអានខ8ជាមួយគ្នាអ្នកដែលឃើញទៅមើលខ8ឲ្យគេត្រូវភ្ញាក់ខ្លួនបាទត្រូវភ្ញាក់ខ្លួនមែនទេទៅតែភ្ញាក់ខ្លួននេះបានតែម៉េចភ្ញាក់ខ្លួននឹងដេកលក់អនាខុសគ្នាបាទភ្ញាក់ពីដេកភ្ញាក់ខ្លួនមកថាប្រុងប្រៀបពាក្យតែភ្ញាក់នៅនេះមិនមែនមកថាឲ្យតែយើងបើកភ្នែកភ្ញាក់ណានេះអជ័យហើយទៅចាំអីគេតើក្មេងប្រើតើអីគេទៅចាំចំការមែនអត់ធ្លាប់មើលរឿងអជ័យទេអីមិនធនជ័យអ្នកប្រាជ្ញទេណាបាទរឿងអជ័យល្ងងណាបាទឲ្យទៅចាំចំការមែនអត់បាទចាំចំការមែនគួរស៊ីអីស៊ីទៅឲ្យថាឲ្យចាំចំការចាំចំការទៅបាទអាហ្នឹងបើកភ្នែកដូច្នេះកន្លែងនេះមិនមែនភ្ញាក់ឲ្យតែបើកភ្នែកហើយតែភ្ញាក់ទេភ្ញាក់ខ្លួនមានន័យថាយើងទាំងអស់គ្នាប្រុងប្រៀបជានិច្ចរស់នៅក្នុងស្ថានភាពសពថ្ងៃនេះគឺត្រូវប្រុងប្រៀបខ្លួនជានិច្ចនឹងធ្វើតាមព្រះបន្ទូលព្រះបើយើងមិនប្រុងប្រៀបខ្លួនទេយើងនឹងចាញ់បោកគេភ្លាមតែមិនស្រួលហ្នឹងតែចាញ់បោកពួកអនឡាញអស់ឡើយបាទអត់បានទេព្រោះប្រុងប្រៀបទៅប្រយ័ត្នថាខាងណាដែលក៏អាចអានេះមិនជួបបោកអានេះយើងគាត់និយាយរឿងលុយណាលុយបោកហើយសងវិញបានរើវិញបានហើយចុះបើសិនជាគេបោកជីវិតបោកពលឹងវិញ្ញាណចាញ់ការលបួងរបស់សាតាំងចាញ់សេចក្តីកុហករបស់សាតាំងរបស់មីគិតយ៉ាងម៉េចជីវិតយើងទាំងមូលនឹងធ្លាក់ទៅក្នុងបាបចាក់ទៅនរកអានោះស្ដារលែងបានហ្មងបាទអស់លុយ$10 $100 បងប្អូនរើវិញបានអត់អីទេមនុស្សណាក៏ធ្លាប់ចាញ់បោកគេដែរខ្ញុំក៏ធ្លាប់ចាញ់បោកអត់ដែលទិញអីវ៉ាន់ផ្ញើលុយទៅអត់ឃើញគេផ្ញើឲ្យឬក៏គេផ្ញើឲ្យដែរតែគេផ្ញើមិនល្អអីចឹងទៅហើយយកទៅដូរគេវិញថែមលុយគេបន្តិចទួចទៀតវាស្អីក៏វាមានដែរណាក៏ថាចាញ់បោកបែបនេះអត់អីទេពីព្រោះវាអស់តែលុយហើយលុយវាស្រួលរើមែនទេប៉ុន្តែចុះបើយើងចាញ់បោកសាតាំងនេះរឿងសំខាន់ណាអស់វិញ្ញាណមួយអស់ពលឹងវិញ្ញាណយើងខ9ប្រាប់ថាម៉េចសូមឲ្យម្នាក់បានអានខ9តោះសូមអានខ9ហ្នឹងគឺខល្បីណាពេត្រុសទី1ជំពូក5ខ9គេឲ្យយើងបន្ទិញទៀតបាទអញ្ជើញមីងបាទអរគុណដូច្នេះឲ្យបាទអញ្ជើញមីងសម្រាប់អាប័តអរគុណអញ្ចឹងនៅខ9ប្រាជ្ញយើងថាឲ្យអីគេប្រឆាំងមិនប្រឆាំងគ្នាទេនេះប្រឆាំងនឹងមាគឺសាតាំងឲ្យភ្ញាក់រលឹកឲ្យត្រៀមខ្លួនជានិច្ចហើយត្រូវប្រឆាំងជាមួយវាខ្ញុំអរគុណព្រះអង្គនៅត្រង់នេះដែលលោកពេត្រុសមិនបានប្រាប់យើងឲ្យខ្លាចសាតាំងឲ្យខ្លាចមាប្រហែលអ្នកខ្លាចខ្មោចខ្លាចវិញ្ញាណអាក្រក់ខ្លាចគេខ្លាចអាផ្លូវក្នុងមែនអត់បាទខ្លាចទេប៉ុន្តែពេត្រុសផ្ដាំយើងអត់ឲ្យខ្លាចទេគឺឲ្យប្រឆាំងជាមួយនឹងវាវិញឲ្យប្រឆាំងជាមួយនឹងវាវិញដូច្នេះឲ្យយើងប្រុងប្រៀបខ្លួនហើយប្រឆាំងជាមួយនឹងមានោះវានឹងចេញពីយើងមែនទេវានឹងចេញពីយើងដូច្នេះហើយលោកពេត្រុសបានប្រាប់យើងឲ្យរស់នៅត្រៀមខ្លួនជានិច្ចហើយប្រឆាំងជាមួយនឹងសាតាំងនោះវានឹងទៅហេតុអីបានជាពេត្រុសហ៊ានយ៉ាងនេះឲ្យយើងប្រឆាំងបងប្អូនមានសិលណាទៅវាយជាមួយសាតាំងយើងមានព្រះពីព្រោះលោកពេត្រុសដឹងថាយើងមានព្រះនៅខាងយើងជ័យជំនះវានៅខាងយើងហើយដូច្នេះប្រឆាំងទៅអត់អីទេប្រឆាំងចុះពីព្រោះជ័យជំនះគឺនៅខាងយើងពេលដែលពាក្យតែប្រឆាំងគឺលោកពេត្រុសដឹងច្បាស់ថាយើងនឹងឈ្នះ
ឲ្យប្រឆាំងព្រះបានសគត់សម្រាប់ជីវិតយើងព្រះយេស៊ូវបានសគត់សម្រាប់បាបយើងហើយព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកដែលមកជួយជាគំនិតនិងបញ្ញាដល់យើងដូច្នេះហើយយើងនឹងឈ្នះសាតាំងបានជាលោកពេត្រុសប្រាប់ថាឲ្យប្រឆាំងជាមួយវាកុំភ័យខ្លាចតែត្រូវប្រុងប្រយ័ត្នពាក្យថាញាក់រលឹកណាញាក់ខ្លួនមកនៃប្រុងប្រយ័ត្នបាទតែប្រុងប្រយ័ត្នជានិច្ចហើយឲ្យយើងទាំងអស់គ្នាប្រឆាំងនឹងមាហើយនៅមួយទៀតចុងក្រោយគាត់ប្រាប់យើងពីខ10ដល់ខ11ឲ្យយើងរងចាំព្រះយើងមកដោយទុកចិត្តក្នុងកលៈទេសៈដែលកំពុងតែលំបាកនេះមិនមែនគ្រាន់តែរស់នៅដោយប្រុងប្រយ័ត្នហើយប្រឆាំងជាមួយមាប៉ុន្តែត្រូវរងចាំព្រះដោយទុកចិត្តព្រះអង្គនេះគឺសំខាន់មែនទែននៅពេលយើងរងចាំព្រះអង្គគឺយើងថ្វាយអ្វីៗទាំងអស់ទៅដល់ព្រះអង្គណាបងប្អូននៅត្រង់នេះឲ្យយើងដឹងប្រកាសថាមិនមែនអ្នកជឿទាំងអស់គ្នានៅតែម្នាក់ឯងទេខ9ដែលយើងបានលើមិញយើងរងទុក្ខលំបាកប៉ុន្តែអ្នកមុនក៏រងទុក្ខលំបាកដូចយើងដែរហើយក៏មានបងប្អូនជាច្រើនទៀតនៅលើផែនដីក៏រងទុក្ខលំបាកដូចយើងដែរអត់មែននៅម្នាក់ឯងទេព្រោះព្រះអង្គក៏នៅជាមួយយើងដែរគ្រប់ពេលដែលយើងមានទុក្ខលំបាកព្រះនៅជាមួយយើងជានិច្ចនេះជារឿងសំខាន់ខ11បានប្រាប់យើងថាកាលណាយើងតស៊ូជាមួយទុក្ខលំបាកព្រះអង្គក៏តស៊ូជាមួយយើងនៅពេលដែលព្រះអង្គព្រះយេស៊ូវយាងមកជាលើកទី2ព្រះអង្គនឹងលើកយើងឡើងហើយទ្រង់នឹងធ្វើកិច្ចការដ៏សំខាន់នៅក្នុងខ11សំខាន់ណាស់មាន4យ៉ាងដែលព្រះសន្យាជាមួយយើងទី1ព្រះអង្គនឹងលើកយើងឡើងប្រកបដោយសេរីរុងរឿងទី2ព្រះអង្គប្រទានឲ្យយើងមានចិត្តរឹងប៉ឹងឡើងពីដើមយើងរៀងភ័យរៀងអញើតហើយទី3ព្រះអង្គប្រទានឲ្យយើងមានកម្លាំងដើម្បីដើរទៅមុខទៀតមិនមែនគ្រាន់តែមានចិត្តរឹងប៉ឹងមិនតែអត់កម្លាំងក៏អត់ទៅដែរអានេះមានតែកម្លាំងចិត្តទេតែទ្រង់នឹងប្រទានឲ្យយើងមានទាំងកម្លាំងចិត្តហើយកម្លាំងកាយដើម្បីនឹងទៅមុខទៀតហើយចុងក្រោយព្រះអង្គនឹងមិនឲ្យយើងរង្គោះរង្គើទៀតទេរង្គោះរង្គើបានមិនសង្ស័យណាប្រហែលជាខ្ញុំរងទុក្ខម្នាក់ឯងទេប្រហែលជាគ្មានព្រះទេហើយបើសិនជាមានព្រះមិនក៏ព្រះមិនជួយខ្ញុំមិនក៏ខ្ញុំក៏ពិបាកវេទនាម្នាក់ឯងយើងកំពុងតែរង្គោះរង្គើយើងសង្ស័យក៏ប៉ុន្តែពេលព្រះអង្គយើងមកព្រះអង្គនឹងប្រទានចិត្តរឹងប៉ឹងមិនឲ្យយើងសង្ស័យនេះគឺជាសេចក្តីសន្យា4យ៉ាងដែលព្រះយេស៊ូវទ្រង់នឹងប្រទានមកបងប្អូននៅក្នុងបទគម្ពីរដែលយើងចែកផ្នែកទាំង3ផ្នែកហ្នឹងគ្រប់ផ្នែកទាំងអស់គឺសុទ្ធតែបញ្ចប់ដោយព្រះអង្គម្ចាស់ដំបូងបំផុតគឺព្រះអង្គជាអ្នកគង្វាលដល់ដំពេលដែលទ្រង់ឲ្យយើងខ្វៀលពេលដែលព្រះអង្គបង្គាប់ឲ្យចុះចូលគ្នាព្រះយេស៊ូវក៏នៅទីនេះព្រះអង្គគឺជាព្រះដែលនឹងប្រទានឲ្យយើងនៅសេចក្តីថ្លៃថ្នូរសេរីរុងរឿងរបស់ព្រះអង្គទី3នៅពេលដែលព្រះអង្គប្រឲ្យយើងតស៊ូជាមួយសាតាំងរស់នៅប្រុងប្រយ័ត្នហើយរងចាំទ្រង់ព្រះយេស៊ូវក៏ទ្រង់នឹងយាងមកឲ្យផ្ដល់គ្រប់ទាំងសេរីរុងរឿងដល់យើងជីវិតរបស់អ្នកជឿមិនមែនបញ្ចប់ដោយទុក្ខព្រួយទេទោះបីយើងកំពុងមានទុក្ខព្រួយក៏ដោយទុក្ខព្រួយវាជាទំព័រមួយនៅក្នុងជីវិតរបស់យើងតែប៉ុណ្ណោះហើយវាមិនមែនបញ្ចប់មកត្រឹមនេះទេព្រះបង្កើតមនុស្សមកព្រះអង្គចង់ឲ្យមនុស្សទទួលសេរីល្អព្រះអង្គចង់ឲ្យមនុស្សបញ្ចប់ជីវិតជាមួយព្រះអង្គប្រកបដោយសេរីរុងរឿងបើកាលណាយើងនៅតែបន្តជំហរនៃជំនឿដើរទៅមុខទំព័រថ្មីនៃទុក្ខព្រួយនឹងរំលងផុតហើយយើងនឹងចូលទំព័រនៃសេចក្តីអំណរម្ដងជំពូកនៃទុក្ខព្រួយក្នុងជីវិតរបស់យើងនឹងរំលងផុតហើយចូលជំពូកនៃអំណរវិញម្ដងប៉ុន្តែបើសិនយើងមានទុក្ខព្រួយហើយយើងឈប់នៅត្រឹមទុក្ខព្រួយយើងនឹងឈប់សរសេរជីវិតរបស់យើងឈប់ដើរជាមួយព្រះអង្គហើយយើងចង់បញ្ចប់ត្រឹមទុក្ខព្រួយនេះមិនមែនជាបំណងផាតីព្រះពីព្រោះព្រះចង់ឲ្យយើងទាំងអស់គ្នាបានបញ្ចប់ជីវិតដោយអំណរជាមួយព្រះអង្គព្រះនៅជាមួយយើងគ្រប់ពេលវេលាគ្រប់ពេលទាំងអស់តារាបណាយើងបន្តដើរនៅក្នុងជំនឿទុក្ខព្រួយនេះនឹងរំលងផុតទៅខ្ញុំស្រឡាញ់បទគម្ពីរនៅពេលដែលសរសេរថាក្រោយពីយើងរងទុក្ខលំបាកមួយរយៈពេលខ្លីបានប្រើពាក្យមួយរយៈពេលខ្លីនៅខ10មួយរយៈពេលខ្លីពេលដែលព្រះអង្គយាងមកព្រះអង្គនឹងធ្វើឲ្យយើងប្រកបដោយសេរីរុងរឿងព្រះអង្គនឹងប្រទានឲ្យយើងមានចិត្តរឹងប៉ឹងព្រះអង្គនឹងឲ្យយើងមានកម្លាំងឡើងវិញព្រះអង្គនឹងមិនឲ្យយើងសង្ស័យឬរង្គោះរង្គើទៀតទេពេលទ្រង់យើងពីព្រោះព្រះអង្គគង់នៅជាមួយយើងគ្រប់ពេលវេលាគ្រប់កលៈទេសៈទាំងអស់
នេះជារឿងសំខាន់ណាស់បងប្អូនយើងមិនដែលដើរនៅក្នុងជីវិតរបស់យើងតែម្នាក់ឯងទេយើងមិនដែលដើរនៅក្នុងជីវិតរបស់យើងនៅលើផែនដីដោយគ្មានវត្តមានព្រះអង្គទេព្រះអង្គនៅជាមួយយើងគ្រប់ពេលកាលណាយើងរងផុតដើរផុតទុកព្រួយមួយគ្រានេះយើងនឹងទទួលសេរីល្អពីព្រះអង្គហើយយើងឃើញថាព្រះអង្គនឹងប្រទានគ្រប់ទាំងអស់ទាំងកម្លាំងទាំងជីវិតដែលមិនគួររង្គើជាអ្វីយើងតែតែចង់បានកុំឲ្យសម័យកាលនេះអស់ទាញយើងទៀតខ្ញុំសង្ឃឹមថាបទគម្ពីរនៅក្នុងពេលព្រឹកនេះដែលយើងបានស្ដាប់ជាមួយគ្នាហើយបានជួយរំលឹកយើងទាំងអស់គ្នាឲ្យយើងបន្តរស់នៅក្នុងសេចក្តីជំនឿស្មោះត្រង់ទោះបីក្នុងកលៈទេសៈលំបាកឬអស់សង្ឃឹមក៏ដោយដោយដឹងថាអ្នកគង្វាលកំពុងតែមើកហើយព្រះនៃសេរីល្អក៏កំពុងតែមើកហើយពេលទ្រង់យាងមកដល់យើងនឹងទទួលគ្រប់ទាំងសេរីល្អពីព្រះអង្គម្ចាស់បាទសូមអធិដ្ឋានជាមួយខ្ញុំបិតាសូមអរគុណទ្រង់យ៉ាងខ្លាំងសូមទ្រង់ជាព្រះបានប្រទានឲ្យយើងខ្ញុំនៅសេចក្តីសុខសាន្តហើយសេចក្តីអំណរព្រះអង្គអើយយើងខ្ញុំកំពុងរស់នៅក្នុងពិភពផែនដីដែលកំពុងតែវឹកវរដែលកំពុងតែលះបង់ចោលសេចក្តីសុចរិតដែលកំពុងតែលះបង់ចោលសិលធម៌ហើយយើងខ្ញុំដឹងថាមានតែការកោតខ្លាចព្រះអង្គទេដែលធ្វើឲ្យជីវិតរបស់យើងខ្ញុំមានតម្លៃព្រះអង្គអើយនេះគឺជាទុក្ខព្រួយមួយដែលយើងខ្ញុំកំពុងតែហែលឆ្លងសូមព្រះអង្គដែលជាព្រះបានប្រទានឲ្យយើងខ្ញុំនៅចិត្តរឹងប៉ឹងនៅកម្លាំងដើម្បីយើងខ្ញុំអាចបន្តដើរនៅក្នុងព្រះអង្គប្រកបដោយជំនឿជាមួយនឹងទ្រង់ផងដែរព្រះអង្គអើយទោះបីជាជីវិតយើងខ្ញុំកំពុងរងទុក្ខលំបាកតែយើងខ្ញុំដឹងថាយើងនឹងមិនបញ្ចប់ជីវិតនៅក្នុងទុក្ខលំបាកនេះទេយើងខ្ញុំចង់បញ្ចប់ជីវិតនៅក្នុងអំណររបស់ព្រះអង្គនៅក្នុងកម្លាំងរបស់ព្រះអង្គនៅក្នុងសេរីរុងរឿងរបស់ព្រះអង្គសូមជួយយើងខ្ញុំដើម្បីយើងខ្ញុំបន្តដើរទៅមុខដោយស្មោះត្រង់ធ្វើជាអ្នកដែលនឹងថែទាំគ្នាទៅវិញទៅមកហើយរៀនចេះបន្ទាបខ្លួនហើយចុះចូលជាមួយនឹងទ្រង់ចុះចូលជាមួយនឹងគ្នាទៅវិញទៅមកផងដែរពិសេសនឹងជួយយើងខ្ញុំឲ្យយើងខ្ញុំបានរស់នៅរងចាំព្រះអង្គដោយអត់ធ្មត់ផងដែរយើងអរគុណហើយសូមថ្វាយពេលវេលាដែលខ្ញុំស្ដាប់ព្រះបន្ទូលនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន